ទីនេះគ្រាន់ថាចង់បញ្ជាក់ជូនញាតិញោមថាយើងបានជួយទ្រទ្រង់ដល់ព្រះសង្ឃផងឲ្យព្រះសង្ឃលោកមានកម្លាំងចិត្តក្នុងការសាងភ្នោះព្រោះធនធានព្រះសង្ឃតាមវត្តផ្សេងមិនជាសម្បូរទេយើងមិនមែនថាมันមានទេតែมันសម្បូរដូចវត្តតាមខេត្តខ្លះលោកមាន3 4 5អង្គអីហ្នឹងចឹងទៅដល់ពេលនៅវត្តនេះសាងភ្នោះហើយលោករៀននៅទីនេះពេលណាលោករៀនធំដុំតិចទៅលោកប្រឡងឡើងទៅលើទៀតទៅក៏លោកអាចទៅជួយវត្តសុខកំណើតលោកបានព្រោះសិនមានសុខកំណើតណាវត្តកំណើតដូចខ្ញុំនេះគេហៅវត្តកំណើតគឺវត្តវេលវ័នតពាំងខ្នានៅខាងបូងអង្គសោមអាហ្នឹងវត្តកំណើតហ្នឹងមានន័យថាយើងបួសនៅក្នុងបួសសាមណេរឬក៏បួសភិក្ខុនៅណាវត្តហ្នឹងវត្តកំណើតហ្នឹងហើយវត្តកំណើតហើយខ្ញុំទីនេះមិនមែនវត្តកំណើតទេតែជាកន្លែងកំណើតរៀនអាហ្នឹងក៏កំណើតដែរណាកំណើតរៀនហ្នឹងហើយចាស់បុរាណលោកថាកុំឲ្យភ្លេចកំណើតច្រើនតែមិនចម្រើនច្រើនវិនិច្ឆ័យហ្នឹងចាស់បុរាណលោកថាអញ្ចឹងណាលោកសំដៅថាកំណើតកើតជាហ្នឹងនៅទីណាកន្លែងណាក៏តែរក្សាកំណើតហ្នឹងកុំភ្លេចកន្លែងកំណើតហ្នឹងដោយពាក្យខ្មែរថាផឹកទឹកឲ្យនឹកប្រភពជ្រកក្រោមម្លប់នឹកដល់អ្នកដាំអញ្ចឹងអ្វីដែលយើងនៅក្រោមម្លប់ឈើណាយើងអរគុណម្លប់ឈើនឹងត្រជាក់ប៉ុន្តែយើងដឹងថាណាអ្នកដាំតើអរគុណគេដែរណាគេខំដាំបានយើងមកជ្រកពេលដែលយើងក្តៅដល់យើងផឹកទឹកទៅនឹកប្រភពថាប្រភពហ្នឹងមកពីណាទឹកហ្នឹងបានខ្ញុំស្រេកណាប៉ុន្តែឥឡូវនេះបាត់ស្រេកហើយដោយសារទឹកហ្នឹងអញ្ចឹងតាណាអ្នកធ្វើឲ្យមានទឹកហ្នឹងហើយជាឫសគល់របស់កុសលធម៌ទាំងពួងណាពេលយើងដឹងគុណអញ្ចឹងណាញោមទាំងអស់មិនតែមេដាបេដាយើងទេទាំងអស់គ្នាហ្នឹងសិនអ្នកមានគុណទៅវិញទៅមកដោយញោមប្រស្រ័យតាក់ទងគ្នាគេធ្លាប់ឲ្យអីយើងដែលមិនគិតថ្លៃឲ្យដោយចិត្តមេត្តាហ្នឹងគាត់ជាអ្នកមានគុណលើយើងមិនបានន័យថាតើតម៉ែតើតឪបានអ្នកមានគុណអាហ្នឹងយើងដឹងហើយថាគុណហ្នឹងគឺធំហើយតែបន្តិចបន្តួចហ្នឹងគឺជាអ្នកមានគុណលើយើងដែលយើងនឹកឃើញប្រភពហ្នឹងយើងបានរឹសគុលរបស់កុសលមួយហៅថាកតញ្ញូតាធម្មមូលាកតញ្ញូហ្នឹងជាឫសគល់នៃពធទាំងពួងកតញ្ញូតាបធានតាសិតតែអ្វីដែលយើងបានធ្វើឲ្យចិត្តយើងវារីករាយតែបើយើងមិននឹកឃើញរឿងហ្នឹងពេលសេចក្តីទុក្ខយើងរកគេតែពេលយើងបានសុខយើងភ្លេចគេមិនយូរទេអំពើហ្នឹងវានឹងតាមយើងមិនខាននៅថ្ងៃណាមួយមិនយូរក៏ឆាប់ដែរចឹងណាញោមអាហ្នឹងរឿងអញ្ចឹងរឿងពិតអញ្ចឹងក្នុងពុទ្ធសាសនាយើងហ្នឹងដោយពាក្យថាចូលព្រៃសត្វសាហាវស្រែកអំពាវគ្នាមកជុំដល់បានស្គាល់ទឹកឃ្មុំពួនសំងំឆៃដែរអាពេលមានទុកហៅគេជួយដល់ពេលឯងមានអីហូបចុកសបាយរីករាយភ្លេចគេអស់លីងនឹងមនុស្សយើងច្រើនតែធ្លាប់ជួបហើយរឿងបែបនេះប៉ុន្តែយើងព្យាយាមថាមិនដើរតាមផ្លូវចឹងទេសុខចិត្តយើងនឹកឃើញនៅអំពើល្អរបស់អ្នកដទៃដែលធ្លាប់បានជួយប្រស្រ័យឧបត្ថម្ភទ្រទ្រង់យើងដូចជាប្រសង់អីទីនេះគ្រាន់ថាចង់បញ្ជាក់ជូនញាតិញោមថាយើងបានជួយទ្រទ្រង់ដល់ស
សង្ឃផងឲ្យប្រសង់លោកមានកម្លាំងចិត្តក្នុងការសាងភ្នោះព្រោះធនធានប្រសង់តាមវត្តផ្សេងមិនជាសម្បូរទេយើងមិនមែនថាมันមានទេតែมันសម្បូរដូចវត្តតាមខេត្តខ្លះលោកមាន3 4 5អង្គអីហ្នឹងអញ្ចឹងទៅដល់ពេលនៅវត្តនេះសាងភ្នោះហើយលោករៀននៅទីនេះពេលណាលោករៀនធំដុំតិចទៅលោកប្រឡងឡើងទៅលើទៀតទៅក៏លោកអាចទៅជួយវត្តស្រុកកំណើតលោកបានព្រោះសិនមានស្រុកកំណើតណាវត្តកំណើតដូចខ្ញុំនេះគេហៅវត្តកំណើតគឺវត្តវេលវ័នតពាំងខ្នានៅខាងបូងអង្គសោអាហ្នឹងវត្តកំណើតហ្នឹងមានន័យថាយើងបួសនៅក្នុងបួសសាមណេរឬក៏បួសភិក្ខុនៅណាវត្តហ្នឹងវត្តកំណើតវត្តកំណើតហើយខ្ញុំទីនេះមិនមែនវត្តកំណើតទេតែជាកន្លែងកំណើតរៀនអាហ្នឹងក៏កំណើតដែរណាកំណើតរៀនហ្នឹងហើយចាស់បុរាណលោកថាកុំឲ្យភ្លេចកំណើតច្រើនតែមិនចម្រើនច្រើនវិនិច្ឆ័យអាចាស់បុរាណលោកថាអញ្ចឹងណាលោកសំដៅថាកំណើតកើតជាហ្នឹងនៅទីណាកន្លែងណាក៏តែរក្សាកំណើតហ្នឹងកុំភ្លេចកន្លែងកំណើតហ្នឹងដោយពាក្យខ្មែរថាផឹកទឹកឲ្យនឹកប្រភពជ្រកក្រោមម្លប់នឹកដល់អ្នកដាំអញ្ចឹងអ្វីដែលយើងនៅក្រោមម្លប់ឈើណាយើងអរគុណម្លប់ឈើនឹងត្រជាក់ប៉ុន្តែយើងដឹងថាណាអ្នកដាំតើអរគុណគេដែរណាគេខំដាំបានយើងមកជ្រកពេលដែលយើងក្តៅដល់យើងផឹកទឹកទៅនឹកប្រភពថាប្រភពហ្នឹងមកពីណាទឹកហ្នឹងបានខ្ញុំស្រេកណាប៉ុន្តែឥឡូវនេះបាត់ស្រេកហើយដោយសារទឹកហ្នឹងអញ្ចឹងតាណាអ្នកធ្វើឲ្យមានទឹកហ្នឹងហើយជាឫសគល់របស់កុសលធម៌ទាំងពួងណាពេលយើងដឹងគុណអញ្ចឹងណាញោមទាំងអស់មិនមែនតែមេដាបេដាយើងទេទាំងអស់គ្នាហ្នឹងសិនអ្នកមានគុណទៅវិញទៅមកដូចញោមអាស្រ័យតកតងគ្នាគេធ្លាប់ឲ្យអីយើងដែលមិនគិតថ្លៃឲ្យដោយចិត្តមេត្តាហ្នឹងគាត់ជាអ្នកមានគុណលើយើងមិនបានន័យថាតើតម៉ែតើតឪបាទអ្នកមានគុណអាហ្នឹងយើងដឹងហើយថាគុណហ្នឹងគឺធំហើយតែបន្តិចបន្តួចហ្នឹងគឺជាអ្នកមានគុណលើយើងបើយើងនឹកឃើញប្រភពហ្នឹងយើងបានរឹសគល់របស់កុសលមួយហៅថាកតញ្ញូតាធម្មមូលាកតញ្ញូហ្នឹងជារឹសគល់នៃពធទាំងពួងកតញ្ញូតាបធានតាសិតតែអ្វីដែលយើងបានធ្វើហើយធ្វើឲ្យចិត្តយើងវារីករាយតែបើយើងមិននឹកឃើញរឿងហ្នឹងពេលសេចក្តីទុក្ខយើងរកគេតែពេលយើងបានសុខយើងភ្លេចគេមិនយូរទេអំពើហ្នឹងវានឹងតាមយើងមិនខាននៅថ្ងៃណាមួយមិនយូរក៏ឆាប់ដែរចឹងណាញោមអាហ្នឹងរឿងអញ្ចឹងរឿងពិតអញ្ចឹងក្នុងពុទ្ធសាសនាយើងហ្នឹងដោយពាក្យថាចូលព្រៃសត្វសាហាវស្រែកអំពាវគ្នាមកជុំដល់បានស្គាល់ទឹកឃ្មុំពួនសំងំឆៃតែឯងអាពេលមានទុកហៅគេជួយដល់ពេលឯងមានអីហូបចុកសบายរីករាយភ្លេចគេអស់លីងនឹងមនុស្សយើងច្រើនតែធ្លាប់ជួបហើយរឿងបែបនេះប៉ុន្តែយើងព្យាយាមថាមិនដើរតាមផ្លូវចឹងទេសុខចិត្តយើងនឹកឃើញនៅអំពើល្អរបស់អ្នកដតីដែលធ្លាប់បានជួយប្រស្រ័យឧបត្ថម្ភក្រត្រង់យើងដូចជាប្រសង់អីចឹង